ទីនេះគឺជាផ្សារណាត់ខ្លាត់ប៊ែនយ៉ាមីននៅទីក្រុងតេលវីវប្រទេសអ៊ីស្រាអែលផ្សារនេះគឺជាផ្សារសិល្បៈដែលបើកឡើងជារៀងរាល់អាទិត្យតែថ្ងៃអង្គារនិងថ្ងៃសុក្រចាប់ពីម៉ោង 10 ដល់ម៉ោង 5 ואני בתוך עצמי סגור נעול לא סתם חושב עליי ផ្សារណាត់ខ្លាត់ប៊ែនយ៉ាមីនប្រមូលផ្ដុំទៅដោយសិល្បករប្រមាណ 200 នាក់ដែលគាត់ផលិតនៅវត្ថុផ្សេងៗដែលធ្វើដោយដៃផ្ទាល់ដូចជាគ្រឿងអលង្ការគ្រឿងតុបតែងផ្ទះរបស់របរក្មេងលេងផ្សេងៗជាដើមទីនេះដែរក្រៅពីយើងអាចរកទិញបាននៅគ្រឿងអនុស្សាវរីយ៍ដ៏ពិសេសដែលធ្វើដោយដៃនៅអ៊ីស្រាអែលគឺយើងអាចជួបផ្ទាល់ជាមួយនឹងសិល្បករដែលជាអ្នកបង្កើតនៅផលិតផលទាំងអស់នេះនៅអមសងខាងផ្លូវនៃផ្សារពោរពេញទៅដោយភោជនីយដ្ឋានហាងកាហ្វេនិងសំណង់អគារបុរាណដ៏ស្រស់ស្អាតបើបងប្អូនចូលចិត្តវីដេអូនេះសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនחושבים שיש לי ביטחון מכאן עד השמיים אבל בינתיים